សាច់ការរៀបវេលាទៅខ្មែរចុងពីអាទិត្យបើរៀបអីវ៉ាន់ត្រឹម3វេលាអត់អីតែសំខាន់ខាងសាលាគេអត់អោយមានអីវ៉ាន់នៅក្នុងបន្ទប់ទេការវ៉ាកងអញ្ចឹងអីវ៉ាន់នៅក្នុងបន្ទប់ទាំងអស់ត្រូវយកមកដាក់នៅក្នុងបន្ទប់ក្រោមដៃគេហៅថាបន្ទប់ដាក់វ៉ាលីអញ្ចឹងណារបស់អីតិចតួចនៅក្នុងបន្ទប់ខាងសម្អាតហ្នឹងគេយកទៅបោះចោលហ្មងហើយបើអីវ៉ាន់ហ្នឹងទុកដល់ច្រើនឬក៏ជាលក្ខណៈកាអាវអីធំជាថងអីគេចាប់ដើមវាថាកត់បញ្ជីគេហៅទៅនិយាយហ្មងគេអត់ឲ្យសល់របស់របរក្នុងបន្ទប់ទេខ្ញុំនេះកំពូលកូនសិស្សគោរពច្បាប់មែនទែនហ្មងស្មែគាត់ទៅស័យសក់មកទៅស័យក៏អត់ឲ្យសល់ដែរហើយនឹងបើមានបងប្រុសពៅស្នាវីប្រចាំពុសាមកជូនតាណាជួយលើកអីវ៉ាន់ដាក់លើឡានទៀតពួកខ្ញុំដឹងតែដាច់ខ្យល់ហ្មងថ្ងៃដែលខ្ញុំហោះមកនោះមានកូនខ្មែរ2នាក់ទាំងខ្ញុំហើយនឹងមិត្តភ័ក្តិជាកាហ្សាគស្ថានមកថ្ងៃមួយគ្នាដែរប៉ុន្តែគាត់ថាជិះឡានក្រុងពីបុសាទៅអ៊ីស្តាំប៊ូលនឹងខុសគ្នាកន្លះម៉ោងអីចឹងណាតែពេលនេះទៅ3នាក់ខ្ញុំទាំងអស់គ្នានឹងចង់10បាលីបាត់ឥឡូវពួកខ្ញុំបានមកដល់ការ៉ាស់ឡានហើយពីដំបូងពួកខ្ញុំចង់ជិះតាក់ស៊ីទេដោយសារតែពួកខ្ញុំចាំឡានយូរពេកហើយមេក្តៅទៀតប៉ុន្តែដោយសារតែគ្នាច្រើននិងបាលីក៏ច្រើនទៀតតែពេលទៅខាងតាក់ស៊ីហ្នឹងគេរបៀបថាគេពិបាកដាក់អីវ៉ាន់អីចឹងក៏ខ្ជិលហើយតាក់ស៊ីមកចឹងទៅហើយឥឡូវនេះនិយាយទៅដល់ចិត្តដល់អ៊ីស្តាំប៊ូលហើយអត់ទៅមកដល់រោងភ្នំអាកន្លែងផ្លូវខាងក្នុងក្រុមភ្នំជាងទៀតនឹងតែចិត្តដល់អ៊ីស្តាំប៊ូលហើយពីបុសាទៅដល់អ៊ីស្តាំប៊ូលនឹងជាង2ម៉ោងដែរបើនិយាយពីសាច់ការទៅដល់ពលានយន្តហោះអញ្ចឹងណាការឆ្នាំទៅខ្ញុំជិះពីបុសាទៅឈប់នៅពលានចាស់ពលានតូចគេហៅថា Cyber Guk Chain ហ្នឹងទៅពេលហ្នឹងទៅរៀងអត់យូរទេទៅធំអត់ដល់2ម៉ោងទេតែលើកនេះយើងចុះនៅពលានធំជាង2ម៉ោងដែរឆ្នាំនេះពួកខ្ញុំចង់ចុះនៅពលានធំអីចឹងណាដោយសារតែចង់ថតរូបអីលេងសប្បាយអីចឹងទៅហើយបើចុះពលានចាស់វាចំណេញយើងដោយសារតែយើងធ្វើដំណើររៀងខ្លីពេលវេលាអីចឹងណាតែបើមិត្តភក្តិខ្ញុំផ្សេងគេជ្រើសរើសយកពលានចាស់ហើយដោយសារតែពីបុសាទៅដល់ពលានចាស់តែអត់ដល់2ម៉ោងទេឥឡូវខ្ញុំមកដល់ពលានហោះធំនៅទីក្រុងអ៊ីស្តាំប៊ូលហើយកំពុងតែយកវ៉ាលីចេញពីឡានពួកយើងបានមកដល់ពលានហោះតាំងពីម៉ោង6ម៉ោង7ហើយជើងហោះហើរយើងនឹងគឺម៉ោង10យប់ជាទូទៅជើងហោះហើរខាងទូរគីទៅដល់ខាងប្រទេសអាស៊ីភាគច្រើនគេហោះហើរពេលយប់តែពេលយើងទៅដល់ខាងអាស៊ីគឺពេលព្រឹកឬក៏ថ្ងៃល្មមចុះនៅពលានធំអ៊ីស្តាំប៊ូលនេះអត់សូវមានមនុស្សច្រើនទេមករាល់ឆ្នាំលោកដងនឹងនិយាយថាមនុស្សដើរបុកក្បាលគ្នាហ្មងណាខ្ញុំហើយនឹងមិត្តភក្តិខ្ញុំមកដល់ពលានអ៊ីស្តាំប៊ូលភ្លាមភ័យហ្មងខ្លាចលើសគីឡូមែនទេនិយាយថាស្លន់សាហាវហើយ check in បដានៅប៉ុនបដាថាកុំឲ្យលើសគីឡូអីហ្នឹងទៅទៅវិញទៅមកអត់លើសទេត្រឹមប៉ុន្តែគ្រាន់តែពួកខ្ញុំដកពីខាងកាបូបដែលយើងស្ពាយហ្នឹងដាក់ចូលវ៉ាលីតូចយើងខ្លះអីចឹងដើម្បីឲ្យវាធូរគីឡូបន្តិចខ្ញុំរឿងតាក់ទងនឹងពលានរឿងស្រួលដែរដោយសារតែពួកខ្ញុំជាសាហារូបករណ៍ហើយនៅក្នុងក្រោមការគ្រប់គ្រងរបស់អាហារូបករណ៍ទូរគីឌីនេះទៅពេលចឹងទៅជាមួយនឹងខាងអាហារូបករណ៍ខ្ញុំគេ collaboration ជាមួយនឹង Turkish Airlines ទៀតទៅពេលទៅរឿងគីឡូទៅបីជាលើសអីច្រើនទៀតទៅក៏គេអធិស្ឋានឲ្យដែរហើយនៅមួយពួកខ្ញុំជាកូនសិស្សទៀតគឺមានលក្ខណៈថាគេមានឱកាសឬក៏យើងអាចសម្រួលអីបានច្រើនអីចឹងណាបើសិនជាពួកខ្ញុំមានបញ្ហាអីក៏ស្រួលដោះស្រាយដែរហើយការទិញសម្បត្តិយន្តហោះហ្នឹងពួកខ្ញុំរៀនសេបន្តិចភ្លេចប្រាប់គ្រូថាពួកខ្ញុំចង់បានគីឡូ free អីចឹងណាបើយើងទិញបដាយើងអេតលក្ខណៈថា membership Turkish Airlines ទៅពេលទៅយើងអាច free គីឡូ10គីឡូដូចជាខាង Qatar Airways ដែរទៅពេលទៅគ្រូក៏អត់ដឹងគាត់ទិញឲ្យបាត់ទៅពេលចឹងទៅពួកខ្ញុំអត់បាន extra baggage ទេ Turkish Airlines រៀងថ្លៃខ្លាំងហើយប៉ុន្តែឆ្នាំនេះដោយសារតែគេមានទំនាក់ទំនងជាមួយនឹងខាងអាហារូបករណ៍ខាងខ្ញុំគេបញ្ចុះតម្លៃច្រើនខាងខ្ញុំអត់សូវចូលចិត្តជិះខាង Turkish Airlines ទេប៉ុន្តែពួកខ្ញុំគ្រប់គ្រងឲ្យស្រឡាញ់ Turkish Airlines ប៉ុន្តែដោយសារតែ Turkish Airlines គេជប់នៅ transit នៅប្រទេសថៃអីចឹងទៅក៏ពួកខ្ញុំអត់សូវចង់ជិះប៉ុន្តែនេះគាត់ថាខាង Turkish Airlines គេមានទំនាក់ទំនងជាមួយខាងអាហារូបករណ៍ចឹងទៅហើយមួយគេ discount ឲ្យច្រើនដែរតែពេលទៅក៏ជិះទៅអត់អីទេយើងមាន transit 2ម៉ោង3ម៉ោងណាយើងគ្រាន់តែយន្តហោះគេចូលចោះចតយកភ្ញៀវថ្មីតែប៉ុណ្្នឹងឯងហើយណាមួយខាង Turkish Airlines គេទៅមានទំនាក់ទំនងថ្មីជាមួយនឹងខាងខ្មែរផងហោះ fly direct អីចឹងទៀតយើងជិះទៅហើយយើងគ្រប់គ្រងអីចឹងណាឥឡូវចូលមកដល់ក្នុងពលានហោះវិញម្ដងពួកខ្ញុំកំពុងតែដើរ roll gate ហើយនិយាយថាពលានគេធំមែនទែនដើរនឹងចុកជើងហ្មងណាពួកខ្ញុំឲ្យទៅមកដល់ពលានទាំងតែរំភើបសប្បាយអមែនទែនហ្មងហើយជាពិសេសនៅពេលឃើញក្បាលយន្តហោះហ្នឹងភាគច្រើនជើងហោះហើរពីអ៊ីស្តាំប៊ូលទៅដល់ប្រទេសអាស៊ីយើងហ្នឹងគឺពេលយប់ចឹងអត់បានថតយន្តហោះអីច្រើនទេអង្គុយចាំយន្តហោះហោះជាង3ម៉ោងដែរឥឡូវពួកយើងកំពុងតែដើរចូលនៅក្នុងយន្តហោះគេហើយនិយាយថាអារម្មណ៍សប្បាយចិត្តមែនទែនអារម្មណ៍ខ្ញុំពេលហ្នឹងសប្បាយចិត្តផងឃ្លានផងនៅចាំចង់ចូលយន្តហោះឲ្យបានលឿនអង្គបានថាយន្តហោះហោះបាន1ម៉ោងជាងហើយយើងបានមកហូបពីក្នុងយន្តហោះពេលហ្នឹងសម្បីក៏មកហូបអីក៏ខ្ញុំហូបចូលដែរដោយសារតែឃ្លានខ្លាំងហើយពួកខ្ញុំចេញពីបុសាមកហត់ខ្លាំងពេកចឹងទៅនឹកថាយើងពឺតយកកន្លងយើងគេនៅក្នុងលើយន្តហោះអីចឹងណាបើតែគេមានលក់ណាពួកខ្ញុំឃ្លានខ្លាំងទាំងពីរនាក់ហ្មងហើយមីនុយមុខមកហូបគេដបហ្នឹងមុខមកហូបដែលខ្ញុំស្អប់ជាងគេនៅក្នុងប្រចាំដុំពួកខ្ញុំហ្មងនៅដុំពួកខ្ញុំអត់ដែរញ៉ាំមកហូបមួយមុខនេះទេនិយាយថាអត់ចូលចិត្តទាំងខ្ញុំទាំងគេដូចគ្នាអតិពលដែលសារឃ្លានខ្លាំងពេកក៏ពួកខ្ញុំទ្រាំហូបទៅហូបបាយរួចគេយកកម្លាំងជួបគ្នានៅវីដេអូក្រោយអ៊ីនសាអល់ឡោះ Guru Shurus